ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃពុធថាជំនួបត្រីភាគីជុំបន្ទាប់ទំនងជាត្រូវរៀបចំឡើងនៅដើមខែមិនិនានាទីក្រុងអាបូដាប៊ីសហភាពអារ៉ាប់រូបពន្លឺសន្តិភាពលោក Zelensky ត្រៀមជួបចរចាត្រីភាគីនៅអារ៉ាប់រូមដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនបន្ទាប់ពីមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយប្រេសិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី27ខែកុម្ភៈនេះលោកប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថាបច្ចុប្បន្នមានការត្រៀមលក្ខណៈខ្ពស់សម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំកំពូលដោយអ៊ុយក្រែននិងដៃគូអន្តរជាតិមានឆន្ទៈរួមគ្នាក្នុងការជំរុញឲ្យចំនួនដ៏រ៉ាំរ៉ៃនេះឈានដល់ទីបញ្ចប់គម្រោងនៃជំនួបត្រីភាគីអ៊ុយក្រែនអាមេរិករុស្ស៊ីនេះកើតឡើងចំពេលដែលរដ្ឋបាលលោក Donald Trump កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លាដើម្បីដើរតួជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនខណៈដែលសមរភូមិជាក់ស្ដែងនៅតែបន្តឆាបឆេះការជ្រើសរើសយកទីក្រុងអាបូដាប៊ីជាទីតាំងចរចាបង្ហាញពីយុទ្ធសាស្ត្រប្រើប្រាស់តំបន់អព្យាក្រឹតដើម្បីទាក់ទាញភាគីជម្លោះឲ្យមកអង្គុយតុចរចាវិញក្នុងបំណងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដែលអាមេរិកបានសន្យាថានឹងធ្វើឲ្យសម្រេចក្នុងពេលឆាប់ៗ